គ្រាន់តែចូលរឿងរបស់យើងដំបូងដោយយើងបានឃើញជាមួយនឹងតួឯករបស់យើងគាត់មានឈ្មោះថា Ching Fan ដែលគាត់គឺជាអ្នកសរសេរជាមួយនឹងរឿងបែបតុក្កតាអីជួចចោអីចឹងទៅណាដោយគាត់ក៏មានជាងដៃគូដ៏អស្ចារ្យរបស់គាត់ផងដែរប៉ុន្តែមិនដឹងថាហេតុអ្វីទេពួកគេទាំងពីរនាក់ក៏មានចំនួនជាមួយគ្នាហើយពួកគេក៏បានបែកចែកផ្លូវគ្នាជាពិសេសតួឯករបស់យើងក៏ត្រូវបានគេនាំមកកម្មវិធីពេទ្យដោយពួកគេគិតថាគាត់គឺជាមនុស្សរោគចិត្តឬក៏ការជំងឺផ្លូវចិត្តហើយគាត់ក៏នៅតែនិយាយអំពីតួអង្គនិងស្នាដៃដែលគាត់បានធ្វើឡើងជាមួយនឹងមិត្តភក្តិរបស់គាត់ជាអស់ជាច្រើនឆ្នាំមើលទៅមានតែពួកគេនោះទេដែលតែងតែនៅជាមួយខ្ញុំរហូតហើយតួឯករបស់យើងក៏បានស្លាប់ពីពេលនោះតទៅប៉ុន្តែស្រាប់តែឃើញថានៅពេលនោះតួឯករបស់យើងក៏បានឆ្លងទៅកាន់ចំពោះពិភពលោកមួយផ្សេងទៀតដោយតួឯករបស់យើងនឹងគឺត្រូវបានពីណាគេម្នាក់កំពុងតែជួយខ្លួនគាត់ប៉ុន្តែគាត់ក៏មានការភ្ញាក់ផ្អើលបន្ទាប់ពីបានឃើញថាមានរឿងអ្វីទេកើតឡើងចំពោះខ្លួនប៉ុន្តែក្មេងស្រីនោះក៏បានរត់ចាក់ចេញពីទីនោះបាទទៅបានធ្វើឲ្យចំពោះតួឯករបស់យើងមានការឆ្ងល់ជាខ្លាំងមិនដឹងថាហេតុអ្វីបើជាខ្លួនគឺនៅទីនេះនោះទេដោយគាត់បានគិតថាប្រហែលនេះគឺជាសុបិនមិនដែរឬទេប៉ុន្តែមិញខ្ញុំទើបតែស្លាប់ទេហើយគាត់ក៏បានឃើញជាមួយនឹងខោអាវរបស់គាត់ផងដែរមើលទៅវាមិនជាសុបិនឡើយប៉ុន្តែនៅពេលនោះយើងក៏បានឃើញថាពីណាម្នាក់ក៏បានហៅតួឯករបស់យើងថាលោកម្ចាស់សម្រាប់តួឯករបស់យើងវិញគឺបានដឹងបាត់ទៅហើយតើនោះមិនមែនជាវែងស៊ីនាងនោះទេតើនោះមិនមែនជាតួអង្គនៅក្នុងរឿងដែលគេបានសរសេរឡើងជាមួយនឹងមិត្តភក្តិរបស់គេយើងបានឃើញថាកញ្ញាស៊ីនាងក៏បានរត់ទៅអោបចំពោះតួឯករបស់យើងព្រោះថាតួឯករបស់យើងបានសន្លប់អស់រយៈពេលកន្លះឆ្នាំបាត់ទៅហើយប៉ុន្តែសម្រាប់តួឯករបស់យើងវិញមានអារម្មណ៍ថាអៀនជាខ្លាំងព្រោះថានាងមកអោបចំពោះខ្លួនអញ្ចឹងកញ្ញាស៊ីនាងក៏បានសុំទោសព្រោះថាខ្លួនគឺមានការសប្បាយចិត្តពេកទើបបានឲ្យដូច្នោះនាងពិតជាសុំទោសជាខ្លាំងប៉ុន្តែសម្រាប់តួឯករបស់យើងមានការភ្ញាក់ផ្អើលនៅពេលដែលនាងហៅខ្លួនថាលោកម្ចាស់ប៉ុន្តែស៊ីនាងក៏បាននាំចំពោះតួឯករបស់យើងទៅជួបចំពោះអ្នកផ្សេងទៀតដោយបានធ្វើឲ្យចំពោះតួឯករបស់យើងមានការឆ្ងល់ជាខ្លាំងយើងក៏បានឃើញផងដែរថានៅពេលនោះក៏បានជួបនរណាម្នាក់ដែលហៅថាអាមីងប៉ុន្តែសម្រាប់តួឯករបស់យើងវិញគឺមានការភ្ញាក់ផ្អើលបន្ទាប់ពីបានឃើញអាមីងព្រោះថាអាមីងគឺជាស្ដេចបិសាចជញ្ជក់ឈាមដែលខ្លួនគឺជាអ្នកសរសេរឡើងមើលស៊ីនាងបានប្រាប់ទៅកាន់អាមីងហើយអ្វីបើជាមិនគោរពទៅកាន់ចំពោះលោកម្ចាស់អាមីងក៏បានគោរពទៅកាន់ចំពោះលោកម្ចាស់ហើយសម្រាប់ចំពោះស៊ីនាងវិញក៏បានប្រាប់ទៅកាន់ចំពោះអាមីងថាកុំប្រភ្លើពេកពេលឃើញលោកម្ចាស់ស៊ីនាងក៏បាននាំចំពោះតួឯករបស់យើងគឺដើរទៅកន្លែងផ្សេងព្រោះថាមានមនុស្សជាច្រើនទៀតកំពុងតែរង់ចាំបានធ្វើឲ្យតួឯករបស់យើងមានការភ្ញាក់ផ្អើលតើស៊ីនាងកំពុងតែនិយាយពីណាគេខ្លះមើលទៅក៏មានអាមីងច្បាស់ថាក៏មានជាមួយនឹងអ្នកផ្សេងទៀតមិនដែរឬទេសម្រាប់តួឯករបស់យើងគឺមានការភ្ញាក់ផ្អើលព្រោះថាគាត់គឺបានឃើញជាមួយនឹងសិតតែតួអង្គដែលគាត់បានសរសេរឡើងមើលដូចជាបរិះមាសធំគឺមានឈ្មោះថាអាលីចំណែកអាប៉ែនេះរៀងតូចជាងគេមានឈ្មោះថាស៊ូសានជាពិសេសនឹងក៏បានឃើញថាមានណាម្នាក់ទៀតក៏បានដើរមកផងដែរដោយអាប៉ែម្នាក់ដែលចងកណាត់គឺមានឈ្មោះថាបៃហើយចំណែកម្នាក់ដែលមានមុខដូចជាបៃសាយហ្នឹងមានឈ្មោះថាលៀងឆឹងសម្រាប់តួឯករបស់យើងវិញគឺចាប់ផ្ដើមមានការភ្ញាក់ផ្អើលហើយនេះគឺសត្វតែជាតួអង្គដែលខ្លួនបានសរសេរឡើងជាមួយនឹងមិត្តភក្តិរបស់ខ្លួនហើយពួកគេគឺសត្វតែលេចឡើងនៅទីនេះយើងក៏បានឃើញផងដែរថាឥឡូវនេះដល់ពេលពួកគេមកញ៉ាំអាហារបាត់ទៅហើយម្នាក់គឺគិតតែញ៉ាំតែប៉ុណ្ណោះអត់គិតជាគួរសមដាក់ទៅកាន់ចំពោះតួឯករបស់យើងនោះទេស៊ីនាងក៏បានអបអរសាទរព្រោះថាឥឡូវនេះលោកម្ចាស់គឺបានភ្ញាក់អំពីការសន្លប់ហើយពួកគេទាំងអស់គ្នាគឺរងចាំស្ដាប់អំពីផែនការរបស់លោកម្ចាស់តែប៉ុណ្ណោះសម្ដៅទៅដល់ទៅកាន់តួឯករបស់យើងសម្រាប់តួឯករបស់យើងវិញមានអារម្មណ៍ថាដូចជាមិនសូវស្រួលនោះទេតើពួកគេគឺកំពុងតែចង់ធ្វើអ្វីឲ្យប្រកាសហើយក៏បាននិយាយទៅកាន់ពួកគេទាំងអស់គ្នាថាតើអ្នកគ្នានៅតែចាំស្ដាប់ខ្ញុំមិនដែរឬទេហើយអ្នកគ្នាគឺសិតតែជាមនុស្សមានមហាអំណាចឬក៏ធម្មពលអស្ចារ្យហើយហេតុអ្វីបើជាអ្នកគ្នាដើរមកតាមខ្ញុំវិញបានធ្វើឲ្យពួកគេទាំងប្រមាណអ្នកនឹងគឺចាប់ផ្ដើមមានការភ្ញាក់ផ្អើលសៀវប៉ៃក៏បានប្រាប់ថាការពិតទៅគឺដោយសារតែពួកយើងឥឡូវនេះក៏ខ្លាចគឺជាមនុស្សធម្មតាលោកម្ចាស់ផងដែរបានធ្វើឲ្យចំពោះតួឯករបស់យើងគឺមានការភ្ញាក់ផ្អើលដូច្នោះគឺមិនឆ្ងល់នោះទេបែរជាពួកគេមកនៅចំពោះផ្ទះសំណាក់បាក់បែកដូច្នោះព្រោះថាជាមួយនៅសមត្ថភាពរបស់ពួកគេទាំងអស់គ្នាពីមុនវិញគឺពិតជាអាចគ្រប់គ្រងទៅកាន់ចំពោះពិភពលោកមួយនេះតួឯករបស់យើងក៏បានសួរទៅកាន់ចំពោះស៊ីនាងថាចំពោះតួអង្គអមអារ្យរបស់ខ្លួនគឺនៅទីណាគឺជាតួអង្គដែលចំពោះតួឯករបស់យើងសរសេរឡើងដោយខ្លួនឯងឬដូច្នោះហើយស៊ីនាងក៏បានប្រាប់ទៅកាន់ចំពោះតួឯករបស់យើងឲ្យចាំមួយផ្លែតនាងនឹងទៅហៅគេមកដោយតួឯករបស់យើងបានគិតនៅក្នុងចិត្តព្រោះថាមានតែតួអង្គអារ្យរបស់ខ្លួនតែមួយនោះទេដែលគឺជាស្នាដៃដែលខ្លួនគឺជាអ្នកបង្កើតឡើងដោយខ្លួនឯងមិនមែនជាតួអង្គផ្សេងដែលបង្កើតឡើងរួមជាមួយនឹងមិត្តភក្តិរបស់ខ្លួននោះទេយើងក៏បានឃើញថាកញ្ញាស៊ីនាងក៏បានយកជាមួយនឹងអារ្យដែលគឺជាតួអង្គរបស់
ច្បាស់តួឯករបស់យើងមិនកើតឡើងមើលប៉ុន្តែស៊ីនាងគឺបាននិយាយថាគាត់គឺគ្មានរូបរាងកាយនោះទេដូច្នោះហើយគាត់ក៏បានចូលទៅកាន់ចំពោះដុំថ្មមួយនេះបានធ្វើឲ្យចំពោះតួឯករបស់យើងគឺមានការភ្ញាក់ផ្អើលបន្ទាប់ពីបានឃើញដូច្នោះហើយសៀវប៉ៃក៏បាននិយាយប្រាប់ទៅកាន់ចំពោះតួឯករបស់យើងថាពួកយើងគឺបានស្នាក់នៅទីនេះមិនតាន់យូរនោះទេដោយនៅទីនេះគឺត្រូវបានគេថាទីក្រុងក្បាលខ្លាហើយពួកយើងក៏ទើបតែបើកជាមួយផ្ទះសំណាក់ដើម្បីទទួលបានជាមួយនឹងព័ត៌មានរហូតដល់ពួកយើងអាចរងចាំចំពោះលោកម្ចាស់ភ្ញាក់ដឹងខ្លួនសូម្បីតែស៊ីនាងក៏បាននិយាយអញ្ចឹងផងដែរព្រោះថានៅទីនេះគឺប្រឈមមុខជាមួយនឹងគ្រោះថ្នាក់ដូចជាជួរមុខនៃព្រំដែននៃនគរយានជាមួយនឹងកោសម្ព័ន្ធប្រេផ្សៃដោយពួកគេគឺតែងតែបើកការវិវហានិងប្រមូលជាមួយនឹងប្រជាជនគឺដើម្បីធ្វើទៅសង្គ្រាមនាងក៏បាននិយាយប្រាប់ផងដែរថានៅពេលនោះកងទ័ពនគរយានគឺបានមើលនីតិនេះដើម្បីប្រមូលជាមួយនឹងមនុស្សដើម្បីយកទៅធ្វើសង្គ្រាមទោះបីជាពួកគេមិនចង់គឺត្រូវតែចង់បើមិនដូច្នោះនោះទេពួកគេនឹងស្លាប់ហើយនៅពេលនោះកញ្ញាស៊ីនាងរបស់យើងក៏បាននិយាយខំបញ្ចុះបញ្ចូលប្រាជាមួយនឹងថ្មីមុនស្នេហ៍របស់នាងផងដែរដាក់ទៅកាន់មេតបមួយនោះប៉ុន្តែសម្រាប់មេតបមួយនោះបានប្រាប់ថាខ្ញុំមិនខ្វល់នោះទេប៉ុន្តែយ៉ាងណាក៏ដោយខ្លួនទុកពេលឲ្យអ្នកគឺនៅចុងខែប្រសិនបើជាមិនមើលនោះទេច្បាស់ណាស់ថាអ្នកទាំងអស់គ្នានឹងត្រូវខ្លួនសម្លាប់តែម្ដងសៀវប៉ៃក៏បានប្រាប់ទៅកាន់ពួកគេបន្តនេះហើយគឺជាអ្វីដែលពួកយើងដឹងថាឥឡូវនេះពួកយើងគួរតែចាកចេញពីទីក្រុងក្បាលខ្លាដែរឬទេលោកម្ចាស់ឬក៏ពួកយើងត្រូវតែស្នាក់នៅទីនេះបន្តទៀតឬក៏ដើរតាមទៅកាន់ជំរំទីហ៊ានប៉ុន្តែសម្រាប់តួឯករបស់យើងមានការភ្ញាក់ផ្អើលពួកគេគឺទុកឲ្យខ្ញុំគឺជាអ្នកសម្រេចចិត្តអំពីរឿងនេះមិនដែរឬទេប៉ុន្តែរឿងក៏បានកាប់បង្ហាញនៅពេលដែលតួឯករបស់យើងគឺនៅដីវិញដែលគាត់គឺកំពុងតែមើលចំពោះតួអង្គរបស់គាត់អាបកាច់នេះគិតតែដីហើយអ្វីបើជាគ្មានការនិយាយស្ដីជាមួយខ្ញុំមើលទៅខ្ញុំគឺមិនដឹងថាគួរតែធ្វើយ៉ាងណានោះទេព្រោះថាមានតែវានោះទេដែលជាតួអង្គដែលខ្ញុំបានបង្កើតឡើងហើយខ្លួនក៏ឆ្ងល់ផងដែរថាតើពួកគេគឺនៅតែគោរពចំពោះខ្ញុំដែរឬទេណោះព្រោះថាតួឯករបស់យើងក៏នៅតែមានការសង្ស័យទៅកាន់ចំពោះតួអង្គដែលគេបានសរសេរឡើងជាមួយនឹងមិត្តភ័ក្តិរបស់គេផងដែរដោយតួឯករបស់យើងមិនដឹងថាពួកគេនឹងឈើក្បែរតួឯករបស់យើងរហូតឬអត់នោះទេព្រោះថាជាមួយនឹងសមត្ថភាពរបស់ពួកគេគឺសិតតែជាអ្នកអស្ចារ្យតែម្ដងប៉ុន្តែនៅពេលនោះស្រាប់តែក៏បានលើសម្លេងបែកអ្វីទេការពិតទៅសម្លេងក្លាក់បែកនោះគឺដោយសារតែអាមីងរបស់យើងបានធ្វើឲ្យបែកចំពោះដបស្រាជាពិសេសដៃរបស់គេក៏បានមុតផងដែរប៉ុន្តែអាមីងប្រាប់ថារបួសរបស់គេនឹងជាសះស្បើយបន្តិចទៀតនេះអាលីរបស់យើងក៏បានថាអ្វីផងដែរព្រោះថាមើលទៅឥឡូវនេះពួកយើងអាចធ្វើអ្វីបានទេប៉ុន្តែរបួសរបស់អាមីងហាបីជាវាអាចថាយូរបន្តិចទើបជាបន្ទាប់ពីនិយាយរួចហើយគាត់ក៏បានដែរចាកចេញពីទីនោះប៉ុន្តែយើងក៏បានឃើញថាតួឯករបស់យើងក៏បានហៅអាមីងដោយតួឯករបស់យើងគឺចង់និយាយគ្នាជាមួយណាមីងតាមម្ដងនៅពេលដែលពួកគេកំពុងតែនិយាយគ្នាវិញដោយតួឯករបស់យើងចង់ដឹងពីព័ត៌មានជុំវិញនេះអស់រយៈពេលកន្លះឆ្នាំតែអាមីងរបស់យើងទទួលបានអ្វីខ្លះក្រៅពីផលិតស្រាដោយអាមីងរបស់យើងប្រាប់ថាអត់បានធ្វើអ្វីទេក្រៅពីផលិតស្រាព្រោះថាអ្វីផ្សេងទៀតគឺជាបរិះខ្វាក់នោះទេគឺជាអ្នកអង្គុយមុខផ្ទះហើយអ្នកទទួលបានព័ត៌មានសម្រាប់តួឯករបស់យើងគឺពិតជាពិបាកនិយាយមែនទែនអូយមើលទៅវាពិតជាពិបាកសម្ដែងខ្លាំងណាស់ហើយឥឡូវនេះខ្លួនគឺទើបតែមកដល់ពិភពមួយនេះខ្លួនក៏មិនសូវយល់ផងដែរប៉ុន្តែអាមីងក៏មិនថាអ្វីផងដែរព្រោះថាក៏បានប្រតិកម្មចំពោះតួឯករបស់យើងគឺមិនចាំបាច់ភ័យខ្លាចចំពោះពួកគេនោះទេដោយបានធ្វើឲ្យចំពោះតួឯករបស់យើងមានការភ្ញាក់ផ្អើលដោយអាមីងរបស់យើងប្រាប់ថាពួកគេពិតជាបានមើលងាយចំពោះលោកម្ចាស់មែនប៉ុន្តែពួកគេមិនអាចបោះបង់ចោលចំពោះលោកម្ចាស់នោះទេលោកម្ចាស់ក៏បានដឹងផងដែរនៅពេលដែលលោកម្ចាស់សម្លាប់ពួកយើងក៏មិនបានបោះបង់ចោលដោយពួកយើងគឺតែងតែរំចាំចំពោះលោកម្ចាស់សម្រាប់តួឯករបស់យើងមានការភ្ញាក់ផ្អើលជុំនិយាយឲ្យអាមីងមិនក៏ធ្វើដូច្នោះបើក្នុងរឿងវិញគេគឺជាស្ដេចបេសាចជក់ឈាមដ៏អស្ចារ្យណោះអាមីងក៏បាននិយាយបន្តទៀតអញ្ចឹងហើយលោកម្ចាស់កុំភ័យខ្លាចមកកាន់ពួកយើងអីដោយពួកយើងនឹងឈើក្បាលលោកម្ចាស់និងការពេលលោកម្ចាស់ហើយពួកយើងគឺមិនអាចបោះបង់ចំពោះលោកម្ចាស់នោះទេហើយអាមីងក៏បានដើរចាកចេញពីទីនេះបាទទៅសម្រាប់តួឯករបស់យើងក៏មានអារម្មណ៍ថាភ្ញាក់ផ្អើលផងដែរប៉ុន្តែយ៉ាងណាក៏ដោយក៏បានប្រតិកម្មអាមីងថាខ្ញុំក៏អរគុណចំពោះឯងផងដែរណាអាមីងចំណែកអាមីងរបស់យើងក៏មិនបាននិយាយអ្វីផងដែរប៉ុន្តែស្រាប់តែគេក៏មានការភ្ញាក់ផ្អើលព្រោះថារបួសរបស់គេគឺបានជាសះស្បើយដោយអំណាចរបស់គេគឺបានត្រឡប់មកវិញបាត់ទៅហើយចំណែករឿងរបស់យើងវិញក៏បង្ហាញចំពោះស៊ូសានរបស់យើងវិញដោយគាត់គឺកំពុងតែនិយាយអំពីរឿងនិទានមើលទៅការនិយាយរបស់គាត់គឺពិតជាអាចារ្យជាខ្លាំងបានឃើញថាមានជាមួយនឹងអ្នកស្ដាប់ដ៏អស្ចារ្យតែម្ដងគឺហូរពេញនឹងសម្រាប់តួឯករបស់យើងគឺមានការភ្ញាក់ផ្អើលព្រោះថានៅក្នុងរឿងហ្នឹងស៊ូសានរបស់យើងគឺជាបេសាចដ៏កំណាចតែម្ដងបើសិនជាអ្នកអានពីមុនបានដឹងរឿងដូច្នោះវិញពួកគេមិនដឹងថាមានការភ្ញាក់ផ្អើលប៉ុណ្ណានោះទេហើយក៏បាននិយាយអំពីកញ្ញាស៊ីនាងផងដែរដែលនាងគឺជាតួអង្គមួយផងដែរពួកគេអ្នកគ្នាគាត់ដឹងឯអារឿងអ៊ូសម្រស់ឬក៏បើកបនស្រីគាត់ដែរញ៉ាំចង់និយាយច្រើនទេប៉ុន្តែសម្រាប់តួឯក
ឯរបស់យើងនៅតែឆ្ងល់អំពីពិភពលោកមួយនេះព្រោះថាគេមិនដឹងថាវាគឺជាពិភពលោកធម្មតាឬអត់នោះទេក៏បានមកសួរជាមួយនឹងសៀវប៉ៃដោយសៀវប៉ៃក៏បានប្រាប់ថាបើតាមការសង្កេតមនុស្សជុំវិញនេះសុទ្ធតែជាមនុស្សធម្មតាប៉ុន្តែតួឯករបស់យើងឆ្ងល់អំពីសេះមនុស្សព្រោះថាសេះធម្មតាមិនមែនដូចនោះទេដោយសៀវប៉ៃបានប្រាប់ថាអុយខ្ញុំខ្វាក់ថ្មីខ្ញុំមើលមិនឃើញលំចាស់ចំណែករឿងរបស់យើងក៏បានកម្មហាញចំពោះពេលយប់វិញដែលយើងបានឃើញថាចំពោះមនុស្សគ្រប់គ្នាគឺសុទ្ធតែមើលទៅនេះតែម្ដងដោយពួកគេគឺរួចចាំស្ដាប់ចំពោះចម្លើយរបស់តួឯករបស់យើងដោយតួឯករបស់យើងនិយាយថាពួកយើងមិនអាចរួចចាំស្ដាប់នោះទេពួកយើងនឹងចូលទៅក្នុងផ្លូវកងទ័ពដើម្បីបង្កើតឱកាសបានធ្វើឲ្យចំពោះកញ្ញាស៊ីនាងក៏មានការបារម្ភប៉ុន្តែសម្រាប់តួឯករបស់យើងប្រាប់ហើយខ្លួនគឺបានស្លាប់ម្ដងដូច្នោះខ្លួនគឺគ្មានអ្វីទៅខ្វល់ទៀតនោះទេព្រោះថាខ្លួនគឺពិតជាចូលចិត្តអារម្មណ៍បាយរំភើបរីករាយអារម្មណ៍ដែលផ្ទាល់មើលទៅនេះគឺជាអ្វីដែលគាត់ចង់បានហើយចំពោះនៅក្នុងពិភពលោកនេះគ្មានអ្នកណាអាចរារាំងខ្ញុំបាននោះទេព្រោះថាខ្ញុំមានជាមួយនឹងពួកឯងដែលនៅក្បែរខ្ញុំនឹងតាមជួយខ្ញុំជានិច្ចឥឡូវនេះតួឯករបស់យើងគឺបានរួចហើយដូច្នោះពួកយើងនឹងចាប់ផ្ដើមលេងហ្គេមមួយនេះតែម្ដងសៀវប៉ៃក៏បានយល់ព្រមដូច្នោះពួកគេនឹងចាប់ផ្ដើមជាមួយនឹងផែនការរបស់ពួកគេហើយគាត់ក៏បានចាប់ចែងជាមួយនឹងស៊ូសានគឺត្រូវតែស្វែងរកជាមួយនឹងព័ត៌មាននៃយោធាឲ្យកាន់តែលឿនគឺកាន់តែល្អហើយចំណែកអាលីវិញគេគឺត្រូវតែស្វែងរកជាមួយនឹងក្រុមឬក៏កន្លែងស្នាក់នៅឲ្យបានរសិនគាត់ក៏បានយល់ព្រមហើយគាត់ក៏បានប្រាប់ចំពោះពួកគេបន្តទៀតផងដែរពួកគេត្រូវតែបង្កើនជាមួយនឹងកាវជាឲ្យបានល្អជាពិសេសចំពោះផ្ទះសំណាក់មួយនេះចំណែកស៊ីនាងនេះវិញហើយបីជាអ្នកគួរតែនៅផ្ទះសំណាក់ហើយជាមួយជំនាញរបស់អ្នកវាពិតជាល្អកញ្ញាស៊ីនាងក៏មិនបាននិយាយអ្វីផងដែរប៉ុន្តែបានប្រាប់ថាមើលទៅបរិខ្វាក់ប្រហែលអ្នកគឺបានរៀបចំជាមួយនឹងគម្រោងមួយនេះទុកជាយូរមិនហេតុដែរឬទេដែលគាត់បានតតទៅវិញថានេះគឺគ្រាន់តែជាការរៀបចំគឺកាន់តែល្អសម្រាប់ការពារទៅកាន់លោកម្ចាស់តែប៉ុណ្ណោះហើយគាត់ក៏បានចាប់ចែងជាមួយនឹងលៀងឆឹងហើយនឹងអាមីងផងដែរសម្រាប់ធ្វើកិច្ចការរបស់ពួកគេសម្រាប់តួឯករបស់ពួកយើងវិញគឺបានគិតសរសើរផងដែរមើលទៅពួកគេគឺជាមនុស្សដែលអស្ចារ្យពួកគេគ្រាន់តែរងចាំខ្ញុំពីការសន្លប់ហើយនឹងរៀបចំជាមួយនឹងផែនការដើម្បីទទួលបញ្ជារបស់ខ្ញុំតែប៉ុណ្ណោះយើងក៏បានឃើញថាឥឡូវនេះតួឯករបស់យើងគឺកំពុងតែនិយាយជាមួយនឹងអាមីងដោយបានសួរថាតើខ្លួនអាចជួយអ្វីខ្លះទៅកាន់ពួកគេដែរឬអត់ដោយមីងប្រាប់ថាមិនបាននោះទេដោយលោកម្ចាស់គ្រាន់តែនៅស្ងៀមទៅបានហើយពួកគេរៀបចំផែនការដើម្បីចាប់ការទៅកាន់គ្រួសារអំណាចមួយព្រោះថាគ្រួសារដ៏មានអំណាចមនុស្សគឺបានចោលអារម្មណ៍ទៅកាន់ចំពោះស៊ីនាងជាពិសេសពួកគេមានជាមួយនឹងអង្គរៈមួយដ៏អស្ចារ្យតែម្ដងហើយពួកគេច្បាស់ថានឹងមើលទីនេះសម្រាប់តួឯករបស់យើងបាននិយាយថាមនុស្សគឺកាន់តែមានអំណាចអ្នកបម្រើរបស់ពួកគេគឺកាន់តែខ្លាំងមើលទៅពួកយើងគឺមិនអាចឲ្យមានអ្វីកើតឡើងចំពោះស៊ីនាងនោះទេនឹងជាមួយនឹងអ្នកដទៃដោយអាមីងក៏បានយល់ព្រមផងដែរមើលទៅគោលដៅគឺកាន់តែខ្លាំងខ្ញុំគឺកាន់តែចូលចិត្តដោយក្រៅពីនេះទៀតគាត់គឺបានរៀបចំជាមួយនឹងស៊ីនាងអស់បាត់ហើយនឹងផែនការជាពិសេសតើលោកម្ចាស់ពិតជាចង់ជួយមែនដែរឬទេដោយតួឯករបស់យើងគឺប្រាប់ថាពិតមែនហើយយើងក៏បានឃើញផងដែរថាតួឯករបស់យើងគឺបានកាន់ស្រាដើរមកកាន់ចំពោះកន្លែងលៀងឆឹងហើយលៀងឆឹងក៏បាននិយាយជាមួយនឹងតួឯករបស់យើងផងដែរប៉ុន្តែយ៉ាងណាក៏ដោយតួឯករបស់យើងគឺមើលទៅនេះដើម្បីជួយជាមួយលៀងឆឹងក៏មិនបានប្រកាសអ្វីផងដែរដូច្នោះតាលោកម្ចាស់ទៅជាមួយនឹងគ្នាតែម្ដងទៅយ៉ាងណាក៏ដោយសុវត្ថិភាពរបស់លោកម្ចាស់គឺនៅតែជាជំរឿនល្អសម្រាប់តួឯករបស់យើងគឺមានការភ្ញាក់ផ្អើលដោយលៀងឆឹងគឺពិតតែនៅតែបារម្ភពីខ្លួនដដែលហើយរឿងយើងក៏បានកាប់បង្ហាញចំពោះកន្លែងកញ្ញាស៊ីនាងយើងវិញជាពិសេសក៏បានឃើញថានៅពេលនោះអាមីងរបស់យើងក៏បានឈរនៅទីនោះលាក់ខ្លួនផងដែរប៉ុន្តែគេក៏បានចាក់ទៅកាន់ដៃគេលិតឈាមដើម្បីបង្ហាញជាមួយនឹងរដ្ឋអំណាចរបស់គេប៉ុន្តែសម្រាប់កញ្ញាស៊ីនាងវិញហើយបីជាបានបញ្ចេញជាមួយនឹងសាច់ដោះសខ្ចីតលកទលន់បានធ្វើឲ្យប៉ែនឹងចាប់ដើមតាក់ចិត្តបាទទៅហើយជាមួយសម្រស់ដ៏បឹមរបស់នាងអាណាទៅទប់ជាប់លោកអើយអ្នកនរគ្នាអាចមើលបានប៉ុន្តែមិនបាញ់និយាយច្រើនទេយើងក៏អាចរំលឹកបានការមកដល់ខាងក្រៅបន្ទប់វិញយើងក៏បានឃើញផងដែរថាយើងឆឹងជាមួយតួឯករបស់យើងមើលទៅនេះដើម្បីយកស្រាឲ្យទៅកាន់លំចាស់វ័យក្មេងប៉ុន្តែអង្គរៈមួយនោះដូចជាមិនចង់ឲ្យចូលនោះទេប៉ុន្តែយ៉ាងណាក៏ដោយលៀងឆឹងគឺបានប្រាប់ថាដោយសារតែម្ចាស់គ្រប់គ្រងនៅទីនេះបានប្រាប់ពួកយើងឲ្យយកស្រាចូលទៅខាងក្នុងដោយសារតែនិយាយដូច្នោះហើយអង្គរៈមួយនេះក៏មិនអាចប្រកែកអ្វីផងដែរគាត់ក៏បានឲ្យចូលប៉ុន្តែឲ្យចូលតែម្នាក់តែប៉ុណ្ណោះអ្នកដែលឲ្យចូលនោះគឺជាតួឯករបស់យើងនៅពេលដែលតួឯករបស់យើងគឺចាប់ផ្ដើមដើរ
ចូលជាពិសេសរៀងក៏បានបងវាយមកខាងនេះនៅពេលដែលកញ្ញាស៊ីនាងរបស់យើងចាប់ផ្ដើមយកស្អីគេរុំកទៅកាន់អពៈមួយហ្នឹងយើងក៏បានឃើញថាពួកគេក៏បានចាប់ផ្ដើមប្រតិបត្តិការដោយតួឯករបស់យើងយកជាមួយនឹងដបស្រាវវាបហាយទៅកាន់ចំពោះកងអង្គរៈហើយចំណែកកញ្ញាស៊ីនាងវិញគឺបានរត់កទៅកាន់ចំពោះអាប៉ែម្នាក់ហ្នឹងជាពិសេសអាមីងចេញមកគឺបានយកវុធរបស់គេចាក់ទៅកាន់បរោះម្នាក់ហ្នឹងផងដែរគឺឡើងងាប់បាត់ទៅហើយចំណែករឿងយើងបងវាយចំពោះខាងក្រៅវិញដោយយើងបានឃើញថាកងអង្គរៈហ្នឹងដូចជាមិនអីនោះទេបានស្ទុះវាបហាយទៅកាន់ចំពោះតួឯករបស់យើង